ជំរាបសួរលោកគ្រូនិងអ្នកនរគ្នាខ្ញុំឈ្មោះភូមិសុខាជានិស្សិតរៀនឆ្នាំទី2ជំនាន់ទី1នៅសាខាវិទ្យាល័យបៀប្រៃសាខាសែនសុខថ្ងៃនេះក្រុមរបស់ខ្ញុំមានសមាជិក6នាក់និងឡើងមកយ៉ាងពីមុខវិជ្ជា Computer Network ដែលយើងសិក្សាទៅលើការ share folder 2ពី server ទៅកាន់ client ហើយសិក្សាមើលថាតើ folder 2នេះយើងអាចបង្កើត file delete file ហើយនឹង print ឯកសារពី client ទៅកាន់ server បានអញ្ចឹងមកខាត់ពេលយូរយើងទៅសិក្សារបស់គ្នាថ្ងៃនេះខ្ញុំនឹងលើកយកពីមុខវិជ្ជា Computer Network ដែលយើងទៅសិក្សាអំពីការ share folder ពី server មកកាន់ client អូខេដើម្បីអាចធ្វើអញ្ចឹងមែនគឺយើងត្រូវមានម៉ាស៊ីនពីរគឺ Windows client និង Windows server នេះអញ្ចឹងយើង share folder document ពី folder នេះនៅលើ Windows server អញ្ចឹងយើង share នេះទៅកាន់ client អញ្ចឹងដើម្បីអាច share បានគឺយើងវាយនៅ IP address របស់ server យើងចុច Windows OR មកនេះគឺជា IP address របស់ Windows server យើងចុច Enter មកអូខេអ្នកនេះចុចមកត្រង់នឹងឃើញបែបនេះតបមកយើងធ្វើការយកនៅ username របស់ computer នៃ Windows server របស់យើងអញ្ចឹង username គឺយើងយកមកចូល command prompt នៅលើ Windows server មកតមកវានឹងមកបែបនេះអញ្ចឹងយើងយកអាចុងក្រោយគេនឹងយកទៅដាក់ username នេះអញ្ចឹងយើងបាយ add mini step តអូខេចុះចំពោះ password ដែលយើង login ចូលមកយើងដាក់យើងចុចកន្លែងនោះអញ្ចឹង password របស់យើងគឺ ChatGPT 4អញ្ចឹងអូខេបងអូខេអញ្ចឹងយើងបានចូលទៅលើ folder 2នៃ Windows server របស់យើងហើយអញ្ចឹងយើងធ្វើ attach នៅ Windows folder 2នឹងថាតើយើងអាចបង្កើត file លុប file បានអត់ double click លើ account doc ហើយយកពី new យកតិច doc ហើយយើងទៅសេដាក់ថា BBU Interpol ហើយចូលសេក្នុងនេះទៅសេបានអត់យើងសេ BBU cell pack ហើយយើងធ្វើការ delete វិញអូខេអញ្ចឹងទាំង delete ទាំងបង្កើត file គឺទទួលបានជោគជ័យនៅក្នុង account doc ចូលទៅក្នុង Windows វិញតែអាចលុបហើយនឹងបង្កើត file បែបនេះ BBU ហើយលុបចោលវិញជាអូខេអូខេអញ្ចឹងទៅលើ folder 2នៅលើ Windows server ដែលបាន share មកឲ្យ client ហ្នឹង folder 2ហ្នឹងគឺយើងបាន set full option ទាំងបង្កើតទាំង delete បានដូចគ្នាជាយើងធ្វើការបង្កើត file មួយនៅលើ account doc ដើម្បី share នៅឯកសារពី account doc ហ្នឹង print ទៅក្នុងម៉ាស៊ីន server របស់យើងនេះអញ្ចឹងដើម្បីអាច print បានគឺយើងចូលទៅបើកម៉ាស៊ីន print របស់យើងសិនមកដើម្បីយើងចាំមើល service នៅពេលដែលយើងចុច print ទៅវាបោះមក server អញ្ចឹងដើម្បីបើកបានចូលក្នុង control panel ហើយយកពាក្យ device and printer ហើយយើង double click លើម៉ាស៊ីន print របស់យើងមកអូខេយើងបើកចោលប៉ុណ្្នឹងសិនមកបន្ទាប់មកយើងចុចចូលទៅក្នុង account doc នៃ Windows client របស់យើងវិញបង្កើត text doc មួយឈ្មោះថា BBU ហើយយើងទៅសេនៅក្នុង text box ហ្នឹងដាក់ BBU ដូចគ្នាតោះមកយើងចុច control P ដើម្បី print ហើយយើងចុចទៅលើ command lab 3100នេះហើយចុចធ្វើការ print អូខេឥឡូវយើងទៅមើលទៅលើ Windows server របស់យើងថាវាបោះស្វីមកនេះអញ្ចឹងនៅពេលដែលវាបោះស្វីមកបែបនេះគឺទទួលបានជោគជ័យហើយការ print ការបង្កើត file delete file នៅលើ folder នៃ Windows server ទទួលបានជោគជ័យការ print ពី client ទៅកាន់ server ក៏ទទួលបានជោគជ័យអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹង